Wow, amazing. Ơn, mưa bay này có hôm nghèo. Đài khơi crop. Crop gọt rất đa. Thật. តោះបងប្អូនអ្នកគ្នាមកដើរលេងនៅប្រាសាទអង្គរវត្តជាមួយខ្ញុំទាំងអស់គ្នាបងប្អូនថ្ងៃនេះគឺថាដាក់គោលដៅធ្វើយ៉ាងម៉េចឲ្យឡើងទៅដល់កពូជលើតែម្ដងព្រោះបងប្អូនដឹងស្រាប់ហើយកពូជលើគឺមិនងាយណាស់ឡើងទៅដល់ទេមានបងប្អូនយើងខ្លះគាត់មកដល់គឺគាត់ឡើងអត់ទាន់ពួកគេបិទដូចខ្ញុំជាដើមឲ្យតែខ្ញុំមកដល់គឺគេបិទរហូតអញ្ចឹងថ្ងៃនេះក៏ចំណាយពេលមួយថ្ងៃពេញតាំងពីព្រឹកអានេះខ្ញុំមកដល់ម៉ោង 9:10 ហើយបងប្អូនអញ្ចឹងឱកាសក្នុងការឡើងទៅដល់កពូជលើគឺភាគរយច្រើនមែនទែនកន្លែងនេះគឺខ្ញុំឡើងមកដល់ពាក់កណ្ដាលហើយបងប្អូនខ្វះតែបន្តិចទៀតគឺខ្ញុំឡើងទៅដល់កពូជលើតែម្ដងហើយឃើញទេសភាពកន្លែងនេះស្អាតក៏ថតទុកជាអនុស្សាវរីយ៍បានមកលេងនៅប្រាសាទអង្គរវត្តហើយបងប្អូនឃើញវីដេអូកន្លែងនេះខ្ញុំសូមអធិស្ឋានដល់បងប្អូនយើងទាំងអស់គ្នាផងព្រោះខ្ញុំអត់បានដោះមួកខ្ញុំភ្លេចអាឡ័យទៅរំភើបថតវីដេអូក៏ភ្លេចដោះមួកហើយស្បែកជើងក៏អត់បានដោះឲ្យសំទោសផងបងប្អូនអ្នកគ្នាព្រោះវាក្តៅពេកឥឡូវខ្ញុំធ្វើដំណើរឆ្លងទៅកន្លែងទី2ហើយទី2ហើយឆ្លងមកទី3កន្លែងមួយនេះគឺយើងឆ្លងតែបន្តិចទៀតគឺយើងឡើងទៅដល់កពូជលើតែម្ដងឥឡូវបងប្អូនចាំមើលបន្តទៀតខ្ញុំឡើងចិត្តដល់ហើយបងប្អូនណាខ្លះបានមកលេងនៅប្រាសាទអង្គរវត្តកុំភ្លេចថតខ្ញុំមើលផងដាក់ក្នុងខមមិនមកសម្រាប់បងប្អូនយើងនៅសៀមរាបអីកុំភ្លេចខមមិនខាងក្រោមផងហើយវីដេអូមួយនេះខ្ញុំផ្ញើជូនបងប្អូនយើងដែលគាត់មកលេងប្រាសាទអង្គរវត្តប៉ុន្តែអត់បានឡើងមកពីលើចឹងបងប្អូនមើលវីដេអូមួយនេះហើយបងប្អូនមកលើក្រោយបងប្អូនដាក់ពេលមួយថ្ងៃពេញមកដូចខ្ញុំអញ្ចឹងខ្ញុំមកតាំងពីព្រឹកព្រលឹមមកបងប្អូនមកដល់គឺរៀបចំហើយគឺធ្វើដំណើរម៉ោង7កន្លះ8ចេញមកដល់ហើយដើរផងអង្គុយផងឈប់ផងមានអីឡើងមកដល់ផ្លូវពាក់កណ្ដាលចិត្តឡើងទៅដល់ហ្នឹងគឺម៉ោង 9:10 ហើយបងប្អូនអញ្ចឹងថ្ងៃនេះគឺភាគរយច្រើនគឺនឹងបានឡើងទៅដល់កពូជលើតែម្ដងហើយបងប្អូនចង់ដឹងថាកពូជលើស្រស់ស្អាតយ៉ាងណាខ្ញុំនឹងថតវីដេអូផ្ញើជូនបងប្អូនបានទស្សនាតែម្ដងនេះខ្ញុំដើរចិត្តដល់ហើយបងប្អូនខាងក្នុងតាំងតិចទៀតគឺដល់ហើយខ្វះតាំងតិចទៀតគឺដើរផងរត់ផងអីមិនព្រោះរត់ដងខ្ញុំមកដល់គឺម៉ោង 4 ពេលអញ្ចឹងខំដើរផងរត់ផងក៏អត់ទាន់ដែរមកដល់គឺគេបិទបាត់ហើយអានេះខ្ញុំឡើងមកដល់ហើយបងប្អូនមើលនេះទេសភាពខាងលើគឺនិយាយមិនចេញតែម្ដងបងប្អូនមើលជាក់ស្ដែង Wow, amazing អូនមើលស្បែកអនឡាញនឹងក្រហមងាវ Đài khơi crop ក្រកអត់ចិត្តដែរព្រះអាទិត្យនិយាយពីថាពិតជាស្រស់ស្អាតខ្លាំងមែនទែនគឺរកអ្វីប្រៀបតែមិនបានទេបងប្អូនគឺមានតែមួយទេលើពិភពលោកគ្មាននរណាគេធ្វើបានទេនិយាយទៅគឺដូនតារបស់យើងគឺពិតជាអស្ចារ្យខ្លាំងមែនទែនខ្ញុំឲ្យតែមកដល់គឺមានអារម្មណ៍ថាបងប្អូនដឹងស្រាប់ហើយបងប្អូនមកលេងនៅប្រាសាទអង្គរវត្តពេលដែលមកដល់ចំណុចមួយនេះក្នុងចិត្តបងប្អូននឹងនិយាយទៅគឺគិតអត់ខុសពីគ្នាទេបងប្អូនចិត្តដូចគ្នានិយាយទៅគឺទេសភាពនៅនឹងស្អាតបងប្អូនគឺស្រស់ស្អាតខ្លាំងតែអមនឹងឈើមើលខ្ញុំបងប្អូនមកលេងកុំភ្លេចថតវីដេអូកុំភ្លេចថតស្លឹកទុកជាអនុស្សាវរីយ៍ផងអានេះចិនដើរឡើងបងប្អូនតែតិចទៀតខ្ញុំចាប់ផ្ដើមឡើងទៅជាមួយខ្ញុំរៀបចំហើយខ្ញុំថតវីដេអូឲ្យបងប្អូនមើលថាយើងឡើងទៅយើងត្រូវតំណអីទេខ្លះគឺយើងត្រូវដោះមួកយើងកុំពាក់មួកឡើងណាបងប្អូនអញ្ចឹងយើងជួបគ្នានៅវីដេអូបន្តទៀតហើយវីដេអូមួយនេះក៏មានតែប៉ុណ្ណឹងបងប្អូនឲ្យមួយជាស្ដែងបានគឺជាចាំទៅតើដែលយើងឡើងទៅលើបងប្អូន